ថ្ងៃនេះទៅយកអូនដារៀនស៊ីងមកទឹកគេរៀន1 ម៉ោងហើយថ្ងៃនេះស៊ីមនៃការរៀននៅស៊ីងហ្នឹងគេនិយាយអំពីការគិតវិជ្ជមាននិងធ្វើឲ្យខ្លួនឯងសប្បាយចិត្តទោះបីជាយើងបានជួបប្រទះនៅរឿងមិនសប្បាយចិត្តក៏ដោយឬក៏រឿងមិនសមបំណងក៏ដោយអញ្ចឹងវាជារឿងមួយល្អក្មេងគាត់អាចទទួលយកបានទោះបីជាគាត់មិនបានរបស់ដែលគាត់ចង់បានក៏ដោយតែគាត់នៅតែសប្បាយចិត្តនិងរីករាយជាមួយអ្វីដែលគាត់កំពុងតែមានថ្ងៃនេះស៊ីមគឺល្អបំផុតហើយក្មេងៗក្លាហានបានពិភាក្សាគ្នានិងចែករំលែកដល់គ្រូចេញពីស៊ីងនាំនីដាទៅបណ្ណាគារសន្តិភាពទៅទិញអុក magnetic chess ពីពួកឯងនីដាគេទើបចេះលេងអញ្ចឹងគេចង់លេងអុកអញ្ចឹងក៏ទៅទិញអុកហ្នឹងឲ្យគេទៅហើយមកដល់ផ្ទះហ្នឹងក៏បបួលម៉ាក់លេងប៉ុន្តែម៉ាក់ភ្លេចអស់ក៏នីដាបោកឈ្នះរហូតដល់ពេលប៉ាប៉ាមកដល់ផ្ទះនីដាលេងជាមួយប៉ាប៉ាម្ដងនីដាដំបូងឡើយមានអារម្មណ៍ថាមានជំនឿចិត្តខ្លាំងណាស់អាចឈ្នះប៉ាប៉ាបានប៉ុន្តែនៅទីបំផុតប៉ាប៉ាបានស៊ីស្ដាច់អូនដាបាត់ទៅហើយនីដាក៏ចាញ់អុកថ្ងៃនេះស្អែកឡើងគេត្រៀមខ្លួនប្រយុទ្ធជាមួយប៉ាប៉ាគេទៀតចឹងការចំណាយពេលជាមួយកូនគឺជាសេចក្តីសុខនៅក្នុងគ្រួសារដ៏តូចមួយរបស់យើងអ្វីៗដែលយើងត្រូវធ្វើគឺធ្វើម៉េចឲ្យកូនរស់នៅដោយសុខជាមួយនឹងការធំធាត់ដោយភាពឆ្លាតវៃនិងការគិតវិជ្ជមានការរស់នៅដោយសុវត្ថិភាពជាពិសេសនឹងឲ្យគាត់ទទួលស្គាល់ថានៅក្នុងជីវិតនេះយើងមិនជួបរឿងល្អជារៀងរហូតទេគឺយើងនៅមានជួបរឿងដែលមិនដូចបំណងប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងទទួលយកហើយយើងរស់នៅជាមួយនឹងរឿងអស់នោះដោយការគិតវិជ្ជមាននិងការសប្បាយរីករាយដោយយើងមិនខ្វល់ជាមួយរឿងដែលយើងកំពុងតែជួបនឹងទេនេះគឺជាការគិតមួយដ៏ល្អសម្រាប់ក្មេងៗនិងការចំណាយពេលលេងឆេះដោយប្រើប្រាជ្ញា